បន្ទាប់មកយើងក៏រៀបចំស្ពាយសាកាដូដើម្បីឡើងទៅកាន់ភ្នំអរ៉ាល់ព្រោះភ្នំអរ៉ាល់គឺមិនអាចជិះម៉ូតូឡើងបានទេគឺជាព្រៃភ្នំដែលមានដើមឈើរលំកាត់ផ្លូវចង្អេងចង្ងាងហើយខ្ញុំក៏បានផ្ញើម៉ូតូនៅផ្ទះអ៊ំស្រីហើយពួកយើងក៏ធ្វើដំណើរទៅកាន់ភ្នំអរ៉ាល់បានប្រហែលជា3ម៉ោងរួចមកមេឃក៏ចាប់ដើមងងឹតហើយយើងក៏សម្រេចចិត្តថានៅសម្រាប់ពាក់កណ្ដាលផ្លូវនេះមួយយប់សិនព្រោះភ្នំអរ៉ាល់ឡើង3ថ្ងៃទើបដល់កំពូលពួកយើងក៏បានរៀបចំបង្កាត់ភ្លើងហើយធ្វើម្ហូបដើម្បីបរិភោគជុំគ្នាហើយពួកយើងក៏បានសម្រានលក់ទាំងអស់គ្នាទៅនៅព្រឹកបន្ទាប់ពួកយើងក៏បានឡើងទៅដល់ភ្នំអរ៉ាល់ដែលពួកយើងធ្វើដំណើរតែ2ថ្ងៃទេប៉ុន្តែ3ថ្ងៃនោះគឺគេធ្វើបែបលក្ខណៈថាគេរ៉ូមែនទិកដើរលេងតាមព្រៃខ្លះតែសម្រាប់ពួកខ្ញុំគឺផ្ដោតទៅលើតែកំពូលភ្នំទេដល់ពេលចឹងទៅគឺដំណើរគឺរៀងលឿនគឺយើងធ្វើដំណើរតែ2ថ្ងៃកន្លះទេគឺដល់កំពូលតែម្ដងអញ្ចឹងបន្ទាប់ពីមកដល់កំពូលពួកយើងក៏បានថតរូបលេងនៅទេសភាពស្អាតហើយពួកយើងក៏សម្រេចចិត្តថាបោះតង់នៅលើកំពូលភ្នំនេះ2យប់ដើម្បីជាការលំហែកាយបន្ទាប់ពីពួកយើងបានបញ្ចប់ការសិក្សាឆ្នាំទី12ហើយក៏ចង់នៅស្រូបយកនូវខ្យល់អាកាសបរិសុទ្ធស្ដាប់នៅសំឡេងធម្មជាតិដែលស្រស់ស្រទន់លាយឡំជាមួយនឹងសំឡេងចាប់ព្រៃចាប់ស្រុកយំជាច្រើននៅក្នុងព្រៃភ្នំបន្ទាប់ពីមកដល់លើកំពូលភ្នំប្រហែលជា1ម៉ោងកន្លះពួកយើងទាំង3នាក់រួមទាំងលោកអ៊ំ4នាក់ក៏បានរកកន្លែងរៀបចំបោះតង់ដើម្បីសម្រាននៅយប់នេះព្រោះអីព្រះអាទិត្យក៏កាន់តែជ្រេថ្ងៃជិតពេញទៅហើយបន្ទាប់ពីរៀបចំកន្លែងបោះតង់និងស្នាក់នៅរួចមកពួកយើងក៏បានបង្កាត់ភ្លើងចម្អិនអាហារនិងបរិភោគជុំគ្នាហើយក៏បានឆ្លៀតពេលសួររឿងរ៉ាវក៏ដូចជានិយាយប្រាជ្ញលេងជាមួយនឹងអ៊ំប្រុសជាច្រើនហូហែនៅយប់ដំបូងនោះគឺពួកយើងពិតជាមានការសប្បាយនិងរីករាយខ្លាំងមែនទែននៅអារម្មណ៍នៅក្នុងធម្មជាតិដែលពោរពេញទៅដោយខ្យល់បរិសុទ្ធហើយទេសភាពក៏ស្រស់ត្រកាលទៀតផងនោះគឺថាទទួលបានអារម្មណ៍មួយដែលល្អស្រស់ស្រាយខ្លាំងមែនទែនបន្ទាប់ពីនិយាយគ្នានឹងប្រែកគ្នាមួយស្របក់ធំទល់ម៉ោង11យប់មកពួកយើងក៏បាននាំគ្នាសម្រានលំលក់ទៅនោះព្រឹកបន្ទាប់ពួកយើងក៏បានធ្វើដំណើរចុះទៅកាន់ជម្រាលភ្នំដើម្បីដើរកម្សាន្តព្រៃលេងនិងរកផ្លែឈើដើម្បីញ៉ាំផងនៅពេលនោះគឺថាមានរឿងដ៏ចម្លែកមួយគឺកើតឡើងគឺពួកយើងបានប្រទះឃើញនៅសាកសពរបស់សត្វជ្រូកព្រៃមួយក្បាលដែលបានដេកងាប់នៅនឹងមាត់ស្ទឹងដែលមានសភាពរួយរោមក៏អ៊ូហើយស្អុយដែលមើលទៅហាក់បីដូចជាកំអែលរបស់សត្វអ្វីម្យ៉ាងពេលនោះលោកអ៊ំជឿនក៏បាននិយាយមកកាន់ពួកខ្ញុំថាកុំឲ្យពេកខ្លាចអីប្រហែលជាកំអាក់របស់សត្វអ្វីម្យ៉ាងដែលវាឃ្លាក់ចោលនៅទីនេះហើយគាត់ក៏នាំពួកខ្ញុំបន្តដំណើរទៅមុខទៀតលុះទៅដល់មុខប្រហែលជា200-300ម៉ែត្រក៏មាននៅអាងទឹកមួយដែលមួយថ្នាក់ដែលទឹកធ្លាក់ពីលើភ្នំមកហើយមានក្លុកមួយហ្នឹងគឺអាចឲ្យពួកយើងងូតទឹកបានបន្ទាប់ពីពួកយើងងូតទឹកនិងជំរះខ្លួនរួចមកពួកយើងទាំង3នាក់រួមទាំងលោកអ៊ំក៏បានត្រឡប់មកកាន់កន្លែងដែលយើងបោះតង់វិញហើយក៏បានធ្វើម្ហូបដាំបាយនិងបរិភោគជុំគ្នាហើយថ្ងៃក៏ចេះតែជ្រេប្រហែលជាម៉ោង2រសៀលហើយខ្ញុំក៏បានដើរទៅរកអុសជាមួយនឹងភិរិយទៅតែ2នាក់ទេហើយនៅពេលនោះគឺពួកយើងភ័យខ្លាំងណាស់គឺពួកយើងបានប្រទះឃើញនៅសំណក់ពស់មួយដ៏ធំគឺសឹងថាប៉ិនខ្លួនមនុស្សយើងទៅហើយសំណក់នោះមិនដឹងថាជាសំណក់ពស់អ្វីហើយខ្ញុំក៏បានយករឿងនេះទៅប្រាប់លោកអ៊ំជឿនលោកអ៊ំជឿនក៏បាននិយាយខ្សឹបបតិទិថាពួកយើងប្រហែលជាមិនអាចស្នាក់នៅទីនេះមួយយប់ទៀតទេគឺយើងត្រូវធ្វើដំណើរទៅវិញទាំងយប់នេះឯងខ្ញុំលើហើយក៏មានអារម្មណ៍ថាឬសម្បល់នៅពាក្យសម្ដីដែលលោកអ៊ំនិយាយព្រោះមុននឹងឡើងមកភ្នំអរ៉ាល់នេះគឺលោកអ៊ំគឺបាននិយាយរឿងរ៉ាវពូត្បល់រួចមួយសារមកហើយខ្ញុំក៏គិតដល់សាច់រឿងដែលគាត់និយាយភ្លាមស្ដាប់ចប់ពួកខ្ញុំក៏មិនមកអ្វីច្រើនក៏ចាប់ដើមរៀបចំអីវ៉ាន់និងសាក់ដូបាត់តែនហើយដល់សំណែនទៅដល់ម្ចាស់ព្រៃភ្នំនោះហើយពួកយើងក៏បានចុះមកវិញជាមួយនឹងលោកអ៊ំជឿន
លុះមកដល់ពាក់កណ្ដាលភ្នំពួកយើងក៏បានឮសំឡេងសត្វអ្វីម្យ៉ាងដែលស្រែកសឹងតែរំពងព្រៃនៅលើកំពូលភ្នំដែលតំបន់ដែលពួកខ្ញុំបានបោះតង់មុននោះពួកយើងពិតជាព្រឺក្បាលខ្លាំងមែនទែនបន្ទាប់ពីឮសំឡេងមនុស្សគឺសំឡេងមនុស្សគឺច្បាស់ណាស់ជាសំឡេងសត្វដែលមានខ្លួនទំហំធំហើយលោកអ៊ំជឿនក៏គាត់និយាយថាប្រញាប់ឡើងនៅយូរមិនបានទេគឺត្រូវតែទៅដល់ផ្ទះឲ្យបានមុននេះបន្តិចហើយខ្ញុំក៏ចាប់ដើមមានអារម្មណ៍ថាភ័យខ្លាចហើយពេលនោះក៏ពីរៈដែលជាមិត្តភក្តិរបស់ខ្ញុំនោះក៏ត្រូវបានសត្វទាបដែលដូចជាសត្វឆ្លើអញ្ចឹងបានទាមជើងរបស់គាត់ហើយឡើងឈាមដាក់តែម្ដងហើយខ្ញុំក៏បានហែកអាវរបស់ខ្ញុំយកទៅរុំឲ្យយើងធ្វើដំណើរលុះទល់ភ្លឺក៏ឃើញថាយើងជិតមកដល់តំបន់ដែលជិតដល់ភូមិដែរហើយគឺនៅសល់ប្រហែលជា2ទៅ3គីឡូទៀតគឺយើងមកដល់ផ្ទះដែលយើងរបស់អ៊ំស្រីហើយឬក៏ជាផ្ទះអ៊ំស្រីហ្នឹងអញ្ចឹងពួកយើងក៏បានឈប់សម្រាកបន្តិចជាមួយនឹងអារម្មណ៍ភ័យខ្លាចតាំងពីយប់នោះមកផងហើយបន្ទាប់មកពួកយើងក៏បានស្រស់ស្រូបអាហារពេលព្រឹករួចក៏បន្តដំណើរចុះពីភ្នំមកលុះមកដល់កន្លែងផ្ទះលោកអ៊ំស្រីវិញពួកយើងក៏រៀងធូរចិត្តបន្តិចដែរព្រោះមានអារម្មណ៍ថាគឺរួចផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីមកដល់ផ្ទះលោកអ៊ំស្រីលោកអ៊ំជឿនក៏បានលន់មាត់ប្រាប់ពួកខ្ញុំថាអូនដឹងទេសំឡេងនោះហើយគឺជាសំឡេងរបស់ពស់ត្បាល់យើងចូលទៅដល់តំបន់វាហើយសំណាងហើយដែលពួកវាមិនដឹងក្លិនយើងហើយមិនទិញតាមយើងបើដេញតាមវិញប្រហែលជាគ្មានជីវិតមកដល់ទីនេះទេពួកខ្ញុំឮហើយគឺមានអារម្មណ៍ថារៀងចាលមិនចង់ហ៊ានទៅភ្នំអរ៉ាល់ទៀតនោះទេព្រោះបានជួបតបនឹងពិតដោយដែលលោកនិយាយហើយក៏បានឃើញនៅកម្មាយជ្រូកព្រៃនោះតាមពិតទៅគឺពួកខ្ញុំសង្ស័យតាំងពីដំបូងមកម្លេះតាំងពីឃើញសាកសពសត្វជ្រូកព្រៃស្លាប់នឹងមកព្រោះមើលទៅគឺច្បាស់ណាស់ជាកុំអាករបស់សត្វពស់ព្រោះវាមានជាតិអន្តែយនៅជាប់នឹងខ្លួនហើយរយរងអ៊ូអញ្ចឹងហើយពួកខ្ញុំគឺភ័យខ្លាំងមែនទែនហើយក៏មិនអីដែរព្រោះនៅពេលនេះគឺពួកខ្ញុំបានមកដល់ផ្ទះលោកស្រីដែលជាកន្លែងមានសុវត្ថិភាពបន្ទាប់ពីនោះមកខ្ញុំក៏បានជូនសគុណទៅដល់អ៊ំជឿនចំនួន 100000 រៀលដែលលោកអ៊ំបានជាអ្នកនាំផ្លូវនិងជូនពួកខ្ញុំទៅដល់កំពូលភ្នំហើយពួកខ្ញុំក៏បានលាពួកគាត់ធ្វើដំណើរមកកាន់ទីរួមខេត្តវិញហើយពេលមកដល់ទីរួមខេត្តម៉ាន់សៀនដែលជាមិត្តរបស់ខ្ញុំគាត់ក៏បានធ្លាក់ខ្លួនឈឺហើយក៏យកគាត់ទៅកាន់ទីពេទ្យព្យាបាលអស់រយៈពេល1អាទិត្យគឺជំងឺរបស់គាត់គឺគ្រុនឈាមដែលពេទ្យពិនិត្យទៅគឺថាគាត់មានជំងឺគ្រុនឈាមតែពួកខ្ញុំក៏មិនស្អីដែរដោយសារតែខ្ញុំគិតថាពួកយើងចូលព្រៃភ្នំឡើង3ថ្ងៃប្រហែលជាមូសឬក៏សត្វមូសដែលនៅក្នុងព្រៃនោះខាំទៅធ្វើឲ្យម៉ាន់សៀនគ្រុនឈាមបែបនេះបន្ទាប់មកម៉ាន់សៀនក៏បានចេញពីពេទ្យពួកយើងក៏បានត្រឡប់មកផ្ទះវិញហើយខ្ញុំក៏បានយករឿងនេះមកចងក្រងជាវីដេអូដើម្បីសម្រាយជូនឲ្យអ្នកគ្រប់គ្នាបានស្ដាប់ទាំងអស់គ្នាហើយរឿងនេះគឺជារឿងពិតដែលដកស្រង់ចេញពីអ៊ំស្រីម្នាក់អាយុ90ឆ្នាំនៅស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺអញ្ចឹងរឿងនេះគឺមានតែប៉ុណ្្នឹងឯងគឺរឿងស្ដេចព្រៃភ្នំអរ៉ាល់ហើយគឺពួកខ្ញុំគឺបានជួបផ្ទាល់ពិតមែនតែជាសំណាងពួកខ្ញុំក៏បានមានរួចមានជីវិតមកដល់ពេលនេះដោយសារតែលោកអ៊ំជឿនជាអ្នកនាំផ្លូវហើយគាត់ជាអ្នកដើរព្រៃគាត់ដឹងច្បាស់ពីអ្វីដែលកំពុងតែកើតឡើងហើយគាត់ក៏សម្រួលស្ថានភាពឲ្យបានល្អលឿនបំផុតអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ហើយគិតថាវីដេអូនេះល្អកុំភ្លេចជួយចុច Subscribe និង Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនឹងធ្វើវីដេអូសម្រាយពីរឿងចម្លែកផ្សេងៗទៀតសូមអរគុណសូមគោរពលា